បាទជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះម៉ឹងសមេតខ្ញុំមកពីក្រុម SU 5ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើការងារ Final 3ដែលនិយាយពី PIP អញ្ចឹងសម្រាប់ requirement ដំបូងឡើយគឺខ្ញុំត្រូវសូរ username អញ្ចឹងដើម្បីសូរ username អញ្ចឹងខ្ញុំ connect ទៅ SSH រួចហើយអញ្ចឹងសូរ username គឺវាយពាក្យថា who am I អញ្ចឹងវានឹងចេញមកបាទចេញមកឈ្មោះម៉ឹងសមេតគឺជា username របស់ខ្ញុំហើយបន្ទាប់មកទៀតគឺសូរ list និង task 3 line អញ្ចឹងដំបូងឡើយគឺខ្ញុំសូរ list ទាំងអស់ដែលខ្ញុំមានអញ្ចឹង list ទាំងអស់ដែលខ្ញុំមាននេះគឺមានប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំសូរ3 line ចង់បានតែ3បន្ទាត់ខាងលើអញ្ចឹងខ្ញុំប្រើ comment ls head ហើយដាស់3អញ្ចឹងយកតែ3 line ខាងលើទេអញ្ចឹងសូរមកមាន3 line ខាងលើដែលខ្ញុំបានដែលមាននៅក្នុង folder របស់ខ្ញុំនឹងហើយសម្រាប់ចំណុចទី3គឺ create file and write many line then take 3 line to show in terminal អញ្ចឹងដំបូងឡើងគឺខ្ញុំប្រើ touch បង្កើតTXT មួយfile TXT មួយដើម្បីទៅសរសេរនៅក្នុងនឹងអញ្ចឹងលោកគ្រូអញ្ចឹងខ្ញុំប្រើ touch made SU 5ដើម្បីទៅអញ្ចឹងបន្ទាប់មកខ្ញុំក៏ nano file ហ្នឹងដើម្បីចូលទៅសរសេរនៅក្នុងTXT ហ្នឹងអញ្ចឹងខ្ញុំ nano ទៅ made su5.txt ហ្នឹងបន្ទាប់មកខ្ញុំអាចសរសេរនៅក្នុងនឹងបានហើយអញ្ចឹងគឺដំបូងឡើងខ្ញុំសរសេរពាក្យ welcome to SU5 បន្ទាប់មកខ្ញុំនឹងឲ្យ clear តទៅគឺ subject ដែលខ្ញុំរៀនគឺដំបូងគឺអង់គ្លេស ing បន្ទាប់មក MIS ហើយបន្ទាប់មកទៀតគឺ SA ហើយបន្ទាប់មកទៀតគឺ Linux ហើយបន្ទាប់មកទៀតគឺ WP ហើយបន្ទាប់មកទៀតគឺ Java ចឹងខ្ញុំសរសេរប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំ save file ហើយខ្ញុំនឹងសូរខ្ញុំនឹងវាយ comment ដើម្បីសូរ3 line ខាងលើដែលខ្ញុំបានសរសេរហ្នឹងលោកអញ្ចឹងសម្រាប់ comment គឺខ្ញុំ cut ទៅរកដើម្បីទៅមើល file ហ្នឹងអញ្ចឹងខ្ញុំ cut ទៅមើលទាំងអស់គឺចេញមក welcome to SU5 ing អញ្ចឹងមកបន្ទាប់មកខ្ញុំនឹងសូរតែ3 line ដែល3 line ខាងលើដែល welcome to SU5 នឹង ing MIS ទៅប៉ុណ្្នឹងទេតែខ្ញុំបានសរសេរអញ្ចឹងខ្ញុំ cut ទៅបន្ទាប់មកខ្ញុំវាយ folder TXT ដែលខ្ញុំបានសរសេរនៅក្នុងហ្នឹង made su5.txt បន្ទាប់មក head nl and head ដក3 line អញ្ចឹងខ្ញុំអាចសូរតែ3 line ដែរត្រូវការនឹងតែប៉ុណ្្នឹងទេអរគុណលោកគ្រូ